ធម្មតាទេហើយក្រោយមកគេបានឲ្យតកែស្រីដែលមានកូនពីររួចទៅហើយនឹងធ្វើអ្វីតាមដែលគេចង់បានសួស្តីអ្នកទាំងអស់គ្នាហើយនេះគឺជារឿងរបស់ឥណ្ឌាមួយដែលមានឈ្មោះថា Hack ហើយរឿងដំបូងយើងបានឃើញនារីម្នាក់នាងមានឈ្មោះថា Sam នាងបានមកអង្គុយមើលម្ដាយដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យហើយនាងបាននិយាយជាមួយលោកបញ្ជាបណ្ឌិតអំពីស្ថានភាពជំងឺរបស់ម្ដាយនាងហើយ Sam នាងគឺជាបុគ្គលិកដែលធ្វើការនៅកន្លែងបោះពុម្ពផ្សាយទស្សនាវដ្តីមួយកន្លែងពេលមកដល់ខុនដូវិញស្រាប់តែឃើញមានម៉ូតូមួយគ្រឿងមកទុកកណ្ដាលផ្លូវឲ្យនាងចតតាមពិតគឺជាម៉ូតូរបស់ Vivek ដែលជាប្រុសក្មេងគាត់ទុកម៉ូតូនឹងដើម្បីកុំឲ្យមានពីណាគេចតហើយក៏យកកន្លែងម៉ូតូគាត់ដាក់នឹងទុកសម្រាប់ឲ្យ Sam នឹងឯងហើយបន្ទាប់មកនឹងគាត់បានជួយជូន Sam នឹងទៅបន្ទប់របស់នាងហើយគាត់បានសួរ Sam ថាទុកមុខឯហ្នឹងដូច Sam ម៉េច Sam គេថាមានណាទឹកមុខឡើងស្រស់ស្រាយអត់ឃើញទេអី Vivek គាត់ចាប់អារម្មណ៍ទៅលើ Sam ប៉ុន្តែ Sam នាងអត់ដឹងខ្លួនថាគេចាប់អារម្មណ៍ទេចំណែកឯ Sam នាងសេតមែនប៉ុន្តែនាងមិនមែនសេតដោយសាររឿងម្ដាយមកមុខទេគឺនាងសេតដោយសាររឿងសង្សាររបស់នាងដោយសារនាងនឹងបានស្រឡាញ់មនុស្សម្នាក់ដែលគាត់នឹងជា producer ហើយគាត់នឹងមានប្រពន្ធរួចទៅហើយឈុតបន្តនៃរឿងយើងបានកាត់ទៅដល់លោកយាយរបស់ Vivek វិញលោកយាយគាត់មានប្រសាសន៍ថាណែអាវិកឪរបស់ឯងបានតែមកទាសញ្ញាបត្រទៀតហើយរៀនការចប់អដែងហើយ Vivek គេមិនខ្វល់ទេគេបានដើរមកវិញហើយគេបានសម្លឹងទៅមើលផ្ទះទៅមើលបន្ទប់របស់ Sam នៅឯ condo លើហើយអ្វីហ្នឹងគេបានសម្លឹងមើលបន្ទប់របស់ Sam ចំណែកឯ Sam វិញនាងអត់ដឹងថាមានគេតាមដានគាត់ទេណាដោយសារបែបនេះនៅខាងក្រៅគាត់ slow សភាពអីចឹងបន្តមកទៀតហ្នឹងគេបាន copy រូបថត Sam ដែលគេបានលួចថតហើយរួមទៅគាត់តាមដាន Sam គ្រប់សកម្មភាពតែម្ដងចំណែកថ្ងៃស្អែកវិញយើងបានកាត់មកដល់ Sam ទៅបានបរិមម្នាក់ហ្នឹងគាត់នៅខុនដូជាមួយគ្នាគាត់បានមកសុំប្រាប់ Sam ថាទៅយកទឹក Sam ឯហ្នឹងធ្លាចុះទៅដល់ក្រោមអីចឹងគាត់សុំមកជួសជុល Sam នាងក៏មិនថាអីដែរនាងបានឲ្យសន្តិសុខហ្នឹងមកជួសជុលបន្ទប់របស់នាងទៅហើយពួកគេហ្នឹងក៏បាននិយាយគ្នាលេងពីនេះពីនោះទៅបើដឹងថាទៅយកទឹកបោះស្អីស្អាតអញ្ចឹងឲ្យធ្លារងថ្ងៃហ្មងបន្ទាប់ពីនឹងមកស្រាប់តែសង្សាររបស់ Sam ក៏បានទេមកហើយ Sam ក៏បានប្រាប់ថាឲ្យចូលលេងខាងក្នុងសិនក៏បានដែរបងហើយឈុតនៃរឿងហ្នឹងក៏បានកាត់ឲ្យយើងបានឃើញពីអតីតកាលរបស់ Sam ការដែលគាត់នឹងបានជួបជាមួយនឹងសង្សារគាត់ដំបូងឈ្មោះថាអ៊ុំ Kempo នឹងឯងហើយបុរសម្នាក់ហ្នឹងគាត់គឺជា producer ហាក់ដូចជាមានរឿងរ៉ាវនៅក្នុងចិត្តណាគាត់នឹកអតីតកាលហើយគាត់យំ admin គាត់ដឹងដែរចំណែកឯ Rohan វិញគេបានមើលសន្តិសុខនឹងជួសជុលទៅយកទឹកនឹងមិនត្រឹមតែប៉ុណ្ណឹងអាប៉ែនេះបានលួចមើលរូបថតស្រីស្អាត Sam យើងផងដែរហើយឈុតបន្តមកទៀតហ្នឹងយើងបានកាត់បណ្ដល់ Sam ជាមួយនឹង Vivek គេបានមកទិញកាហ្វេញ៉ាំណាប៉ុន្តែអ្នកលក់កាហ្វេហ្នឹងគាត់មិនយកលុយទេដោយសារថាកាលពីថ្ងៃមុនហ្នឹង Vivek គេបានមកធ្វើដុំ Wi-Fi ឲ្យដោយសារគេជា IT អញ្ចឹងណាប៉ុន្តែធៀបពិតគេជា hacker ទេ Sam គេថាអាយ៉ា Vivek ឯងពិតជាមានសមត្ថភាពមែននៅក្មេងសងមានសមត្ថភាពមែនថាចាំមើលទៅទៀត hack account កញ្ញានឹងខ្ទេចតែហ្មងចំណែកឯ Vivek គេបានប្រាប់ឲ្យ Sam ហ្នឹងដាក់គេចុះត្រឹមនឹងហើយគេចុះទៅយកទូរស័ព្ទដែលវានឹងជាទូរស័ព្ទរបស់ Sam ដែលបានខូចហើយពឹងឲ្យ Vivek យកមកធ្វើប៉ុន្តែជាងប្រាប់ថាធ្វើមិនចេញហើយ Vivek គេថាយ៉ាធ្វើអត់ចេញមិនទូរស័ព្ទហ្នឹងក៏ឲ្យដូរថាច់ទៅឥឡូវធ្វើលើបើកលេងចេញជាងគេថាណែខ្ញុំធ្វើនៅនឹង20 30ឆ្នាំណាទូរស័ព្ទហ្នឹងវាខូចធ្ងន់ធ្ងរអីចឹង Vivek គាត់មិនអាចប្រកែកជាមួយនឹងជាងបានអញ្ចឹងគាត់ក៏បានដើរចេញទៅហើយគាត់បានទេទូរស័ព្ទទៅប្រាប់ Sam គាត់ប្រាប់ថាទូរស័ព្ទហ្នឹង2ថ្ងៃទៀតបានហើយ Sam អ្នកនរគ្នាចាំមើលថា Vivek គាត់នឹងយកទូរស័ព្ទ iPhone ថ្មីមួយឲ្យ Sam តែម្ដងចាំមើលថាគាត់ធ្វើម៉េចហើយចូលនៃរឿងបន្ទាប់ហ្នឹងក៏បានកាត់ទៅដល់ក្រុមហ៊ុនរបស់ Sam ដែលកំពុងតែធ្វើការនៅខាងកន្លែងទស្សនាវដ្តីនឹងវិញមេធំរបស់គាត់ហ្នឹងគឺអ្នកស្រីម្នាក់ហ្នឹងគាត់បានអតិសនាមកូនរបស់គាត់ឲ្យឡើងបន្តតំណែងរបស់គាត់ដែលគាត់ប្រហែលខែប្រហែលថ្ងៃខាងមុខទៀតហ្នឹងគាត់នឹងចុះចេញពីតំណែងហើយអញ្ចឹងរាល់ការងារទាំងអស់ហ្នឹងគឺបកគលឲ្យកូនស្រីរបស់គាត់ជាអ្នកស្នងតំណែងបន្ទាប់ពីប្រជុំគ្នាបានមកទទួលក្រោយមកហ្នឹងកូនស្រីរបស់ប្រធានក្រុមហ៊ុនហ្នឹងគាត់បាននិយាយទៅកាន់ Sam ឲ្យ Sam ហ្នឹងនាងឈប់ទៅសេប្រភេទអត្ថបទដែលនាងកំពុងតែទៅសេរាល់ដងប៉ុន្តែ Sam នាងបានប្រកែកដោយសារតែប្រភេទអត្ថបទហ្នឹងគឺសម្បូរអ្នកអានច្រើនអញ្ចឹងហើយ Sam ឥឡូវគាត់ដូចជាមានបញ្ហាកន្លែងធ្វើការងារបន្តិចហើយចូលនៃសាច់រឿងក៏បានកាត់មកដល់ Vivek វិញគេបានមកលួចថត Sam ទៀតហើយចំណែកឯ Sam វិញនាងបានមកជួបជាមួយនឹងអ៊ំដែលជាសង្សាររបស់នាង Vivek វិញគេទៅលួចថត Sam ហើយបានគេមកចូលរៀននិយាយរួមទៅសុខចិត្តលេតម៉ោងការងារម៉ោងរៀនអីចឹងណាឲ្យទៅបានមកលួចថត Sam លួចតាមដានស្អីស្អាតចំណែកឯ Sam វិញនាងបានមកជួបជាមួយនឹងអ៊ំដែលជាសង្សារហ្នឹងហើយបាននិយាយគ្នាជាមួយនឹងអ៊ំអំពីរឿងរៀបការដោយសារតែអ៊ំហ្នឹងគាត់គឺជាបរិសុទ្ធដែលគាត់មានប្រពន្ធនិងកូនរួចទៅហើយ Sam នឹងបានទាមទារឲ្យអ៊ំហ្នឹងលែងភរិយារបស់គាត់ហ្នឹង
ចំណែកគាត់ក៏បាននិយាយដែរលួងលោមសែមណាចាក់មនោគមថានឹងលែងប្រពន្ធឆាប់អីចឹងខានជួបគ្នាយូរឥឡូវនាំគ្នាហាត់ក្បាច់គុនបន្តិចទៅចំណែកឯវីវិកវិញគេនៅកន្លែងរៀនហ្នឹងគេនឹកឃើញដល់សែមទៀតហើយគេនឹកឃើញតែសែមថាទៅផ្ទះរបស់ហ្នឹងបើគាត់ជាធ្វើអីប្រេះផ្ដាស់ទៀតហើយនិយាយរួមទៅគឺគាត់ដឹងខ្លួនឯងដែរហើយបន្ទាប់មកហ្នឹងឪពុករបស់វីវិកហ្នឹងគេក៏បានទេមកសួរលោកយាយគេអំពីតកតងជាមួយនឹងសញ្ញាបត្ររបស់សែមជាទូទៅរៀនសកលតែ4ឆ្នាំឯចំណែកឯវីវិកវិញគេរៀន5ឆ្នាំហើយនៅតែអត់ទាន់បានសញ្ញាបត្រទៀតដោយវីវិកហ្នឹងគេបានព្យាយាមរលេះដោះសារចៃដនពេលហ្នឹងស្រាប់តែឃើញឡានរបស់សែមចេញមកគេបានរត់ចេញអំពីវីដេអូខលរបស់ពួកគេទៅមើលសែមដែលហ្នឹងបានជួលមកដល់ខុនដូហើយបន្ទាប់មកទៀតហ្នឹងគេបានចូលទៅ hack account របស់បែបមួយជាងទូរស័ព្ទអ្នកនរគ្នាពេលហ្នឹងគាត់បាន hack ចូលទៅ account ហ្នឹងហើយក៏បានទៅបលិសថាបែបមួយហ្នឹងនៅណីហើយទៅសេរីឯកសារសេរីទិន្នន័យថាបែបហ្នឹងគឺជាមុខសញ្ញាដែលបលិសហ្នឹងតាមចាប់ហើយគេបានទៅអង្គុយមកខាងទូរស័ព្ទហ្នឹងសើយ៉ាងសង្ហាហើយបលិសហ្នឹងបានចាប់បែបមួយម្ចាស់ហាងហ្នឹងទៅហើយបន្ទាប់មកក៏បានស៊ើបដឹងថាចាប់ច្រឡំក៏បានបញ្ជូនមកវិញហើយបែបម្ចាស់ហាងហ្នឹងក៏បានដឹងថា Vivik ហើយគាត់ខឹងខ្លាំងមែនទែនហើយគាត់បានបំរុងនឹងវាយអាប៉ែ Vivik ហ្នឹងប៉ុន្តែ Vivik គេបាននិយាយថាបើមិនចង់ឲ្យមានរឿងកាន់តែធ្ងន់ជាងនឹងទៀតទេឆាប់ឲ្យទូរស័ព្ទ iPhone 12 Pro អីចឹងណាពេលហ្នឹងអាប៉ែជាងហ្នឹងក៏បានឲ្យទូរស័ព្ទហ្នឹងទៅ Vivik ទៅហើយថ្ងៃហ្នឹងគឺជាខួបកំណើតរបស់ Sam ពេលហ្នឹងមានមនុស្សម្នាក់ហ្នឹងបានយកកាដូមកឲ្យ Sam មកស្ទុះក្រោយមកគាត់បានទៅគាត់ថាកាដូហ្នឹងពេញចិត្តអត់តែ Sam ហ្នឹងនាងចង់ឲ្យហ្នឹងមកចូលរួមច្រើនជាងដោយសារតែនាងឯកាមានពីណាពីណីហើយឲ្យទៅចូលរួមមិនបើហ្នឹងមានប្រពន្ធហើយហ្នឹងគ្រប់គ្នានឹងបានយកកាដូមកជូន Sam ចំណែក Vivik វិញគេបានយកទូរស័ព្ទដែលគេបានគម្រាមអ្វីមួយជាងនឹងយកមកឲ្យធ្វើជាកាដូរបស់ Sam ផងដែរចំណែកឯ Sam វិញនាងបាននិយាយទៅ Vivik ថាមិនបាច់ទិញកាដូអីថ្លៃទេលើក្រោយដោយ Sam ក៏គិតថា Vivik នឹងគាត់នៅជាមួយយាយអញ្ចឹងប្រហែលជាសូវមានលុយចាយច្រើនណាហើយបន្ទាប់មកនេះយើងបានឃើញ Rohan ហ្នឹងគាត់បានមកចូលរួមខូបកំណើតនឹងដែរRohan ហ្នឹងគាត់ក៏មិនមកដៃទៅទេដែរគាត់មានកាដូមានអីបន្ទាប់មកហ្នឹង Sam នាងបានអង្គុយនឹកទៅដល់ចាំមើលថាបានមកចូលរួមកម្មវិធីខូបកំណើតរបស់នាងអត់ឯ Rohan វិញគេបានទៅលេង piano ដើម្បីកុំឲ្យកម្មវិធីហ្នឹងវាស្ងប់ស្ងាត់ពេកហើយស្រីហ្នឹងក៏បានចាប់អារម្មណ៍គេបន្តិចដែរក្រោយពីរងចាំមើលសង្សារលុយលាក់គេហ្នឹងហើយមើលទៅដូចជាគាត់មិនមកទេ Sam នាងបានផឹកស្រាផឹកអីចឹងទៅហើយមានភ្លេងមានអីកំដរចឹងទៅនាងកាន់តែសែកខ្លាំងមែនទែនបន្ទាប់ពីកម្មវិធីបានបញ្ចប់ហ្នឹងគ្រប់គ្នាបានទៅទៀតអស់ហើយពេលហ្នឹងដែរ Vivik គេអត់មានទៅណាទេគេនឹងអង្គុយចាំមើល Sam នៅហ្នឹងណាដោយសារតែបន្ទប់ជាប់គ្នាអីជាប់គ្នានិយាយរួមទៅអាប៉ែនេះគាត់ប្រកែកយកចិត្តអីចឹងបន្ទាប់ពីគ្រប់គ្នាទៅទៀតអស់ Sam នាងបានយំខ្លាំងហើយពេលហ្នឹងដែរ Vivik ក៏ឆ្លៀតឱកាសលួងលោមអីចឹងទៅហត់ស្បៃពីកាយសងសាហើយលុះពេលព្រឹកឡើងហ្នឹង Sam នាងបានភ្ញាក់ឡើងហើយអ្វីៗគ្រប់យ៉ាងហ្នឹងក៏បានជ្រុលហួសទៅហើយនាងក៏រៀងសង្ហាចិត្តខ្លាំងដែរហើយពេលហ្នឹងដែរស្រាប់តែសង្សាររបស់គេហ្នឹងបានមកដល់ដូចគ្នាហើយបានចុចកណ្ដឹងហើយ Sam នាងក៏មិនដឹងធ្វើយ៉ាងម៉េចដែរហើយពួកគេហ្នឹងក៏បានសហការគ្នាហើយពេលហ្នឹងក៏បានដឹងដែរដោយពួកគេបានលាក់បាំងអញ្ចឹងណាហើយរឿងបន្ទាប់ហ្នឹងក៏បានកាត់ទៅដល់កន្លែងធ្វើការរបស់ Sam វិញ Vivik គេបានយកបាយយកអីទៅឲ្យ Sam ទៀតពេលហ្នឹង Sam រៀងភ័យរៀងស្លន់ដែរដោយសារថា Vivik ហ្នឹងហ៊ានមកដល់កន្លែងការងារនាងហើយពេលហ្នឹងនាងបានស្ដីឲ្យថាការពីយប់ហ្នឹងគ្រាន់តែជារឿងដែលយល់ច្រឡំទេ Vivik គេថាមិនមែនច្រឡំទេខ្ញុំស្រឡាញ់ Sam ឯងមែនហើយ Sam ឯងនឹងត្រូវការខ្ញុំប្រកបជាត្រូវការហើយ Vivik វិញគេដឹងថាមេរបស់ Sam ហ្នឹងគឺអត់ត្រូវគ្នាជាមួយនឹង Sam ផងដែរចំណែក Sam វិញនឹងនៅតែមិនព្រមហើយឈុតហ្នឹងក៏បានកាត់មកដល់នៅថ្ងៃស្អែកវិញស្រាប់តែពេលហ្នឹងគ្រប់គ្នាបានជ្រួលច្របល់ខ្លាំងហើយមេរបស់ Sam បានហៅចូលទៅក្នុង office ហើយបានប្រាប់អំពីព័ត៌មានដែលគេបាន hack ចូលទៅក្នុង account របស់គាត់ហើយព័ត៌មានសំខាន់របស់ក្រុមហ៊ុនមួយចំនួនហ្នឹងក៏បានបែកធ្លាយហើយភាគហ៊ុនក្រុមហ៊ុនហ្នឹងក៏បានធ្លាក់ចុះផងដែរពេលហ្នឹង Vivik គេបានទៅ Sam ហើយប្រាប់ថាគេហ្នឹងហើយគឺជាអ្នក hack ហើយពេលហ្នឹង Sam នាងបានមកជួបជាមួយនឹង Vivik ភ្លាមសំណើរបស់ Vivik ហ្នឹងគឺគេចង់ឲ្យ Sam ហ្នឹងស្រឡាញ់គេប៉ុន្តែជាចុងបញ្ចប់ហ្នឹង Sam គាត់ក៏បានបដិសេធទៅជាមួយនឹងសំណើហ្នឹងហើយបានប្រាប់ទៅ Vivik ថាកុំចូលមកញ៉ៃញ៉ៃនៅក្នុងជីវិតរបស់គាត់ពេលហ្នឹង Vivik រៀងក្តៅឆាបដែរដោយសារតែ Sam ហ្នឹងបានបដិសេធគាត់ហើយទៅស្រឡាញ់មនុស្សប្រុសអីដែលមានប្រពន្ធរួចទៅហើយហ្នឹងហើយគាត់ឡងកំហុសមកអស់ហើយឈុតកន្លែងហ្នឹងក៏បានបញ្ចប់ទៅលុះពេលយប់ឡើង Vivik គេបានឡើងទៅលើអគារ condo របស់ Sam ហើយគេបានឡើងតោងតាមជញ្ជាំងតាមអត្តយោអាចហ្នឹងហើយបានឡើងទៅដល់បន្ទប់របស់ Sam បានសម្រេច
លុះចូលទៅដល់បន្ទប់បត់សែមហ្នឹងគេបានដាក់កាមេរ៉ាតូចៗអាកន្លែង micro camera អ្នកនរគ្នាបានដាក់ចូលទៅក្នុងអាកន្លែងសំខាន់ៗនៅកន្លែងក្លុកក្លៀតអីហ្នឹងទុកតាមដានរាល់សកម្មភាពរបស់សែមផ្សេងៗហើយព្រមទាំងដាក់អាម៉ៃតូចៗផងដែរអា microphone សម្រាប់ស្រូបសំឡេងឲ្យតែសែមនិយាយអីក៏គេដឹងដែរហើយក្រោយមកហ្នឹងគេបានទៅជួការ៉ាស់មួយដែលគេបានបោះបង់ចោលអាប៉ែមួយការ៉ាស់ហ្នឹងសួរប្លែកៗសួរថាណែអូនឯងមានយកទៅធ្វើអីគេភារវកម្មអីណាហើយអ្នកឆ្លើយហ្នឹងក៏ឆ្លើយឌឺទៀតថាខ្ញុំយកទៅទុកធ្វើអាភារវកម្មហ្នឹងឯងចុងក្រោយហ្នឹងម្ចាស់ហ្នឹងក៏បានដឹងថាលក់ឬជួលទេឲ្យទៅ Vivik ហ្នឹងហើយ Vivik គេបានយកការ៉ាស់ដែលគេបោះបង់ចោលហ្នឹងយកធ្វើជាទីតាំង IT របស់គេតែម្ដងចំណែកឯខាងក្រុមហ៊ុនវិញគេបានស៊ើបទៅដឹងថាកុំព្យូទ័ររបស់ Sam នឹងឯងគឺជាអ្នកចែកចាយព័ត៌មានធ្វើឲ្យបែកធ្លាយថាពិត Sam នឹងមានបានដឹងអីណាដោយសារតែ Vivik ចាប់ផ្ដើមធ្វើបាបនាងហើយដោយសារតែ Vivik បានបន្សល់ដានឲ្យអ្នក IT នៅក្រុមហ៊ុននឹងអាចស្រាវជ្រាវដឹងដោយឃើញនៅលើកុំព្យូទ័រ Sam នឹងបានផ្ញើ email ទៅគេពេញហ្នឹងពេលនឹងដែរ Sam ត្រូវបានបណ្តេញចេញអំពីក្រុមហ៊ុនហើយនឹងហើយគឺជាលទ្ធផលដែលនាងមិនព្រមជាមួយនឹង Vivik ហើយឈុតបន្តនេះរឿងយើងបានកាត់មកដល់ condo វិញអ៊ុំក៏បានមកលេង Samហើយគាត់បានសុំទោសសែមកាលពីថ្ងៃខួបកំណើតនឹងដោយសារតែរវល់ឈឺពុះរះអាចខ្លាំងពេកអត់បានមកទេហើយចឹងហើយគាត់បានសុំទោសសែមហើយបំរុងនឹងនាំសែមដើរលេងហើយសែមនាងក៏និយាយដែរថាកាលពីយប់ដែលអ៊ុំឯងអត់មកនឹងនាងបានជ្រួលជ្រួសជាមួយនឹងអាបរោះ Vivik អីចឹងទៅហើយសែមនាងបានប្រាប់ស្ថានភាពទៅអ៊ុំថានាងឥឡូវនេះត្រូវបាន Vivik នឹងធ្វើបាបដោយសារតែនាងមិនព្រមស្រឡាញ់គេហើយកន្លែងការងារហ្នឹងក៏ត្រូវបាន Vivik នឹងហែកផងដែរធ្វើឲ្យនាងនឹងបាត់បង់ការងារអ៊ុំក៏គាត់ថាឥឡូវណែបាច់ភ័យបាច់ពិបាកចិត្តអីទេឥឡូវនេះបងនាំម្នាក់ទៅលេងសមុទ្រទៅលេងកោះហើយពួកគេនឹងក៏បាននាំគ្នាទៅលេងសមុទ្រទៅលេងកោះទៅដោយមិនបានដឹងថា Vivik នឹងកំពុងទៅតាមដានពួកគេនឹងគ្រប់ទីកន្លែងហើយឈុតហ្នឹងក៏បានកាត់មកដល់ឆ្នេរសមុទ្រមួយតាម admin search ដូចជានៅខាងប្រទេសអារ៉ាប់នៅឆ្នេរសមុទ្រហ្នឹងមិនមែននៅឥណ្ឌាទេហើយបន្ទាប់មកនោះពួកគេក៏បានសោយសុខនៅហ្នឹងទៅដោយអត់ដឹងថា Vivik នឹងកំពុងតែតាមដានពួកគេដែរដោយសារតែ Vivik នឹងគឺគេមានជំនាញខាង hack មែនតើគឺគេបាន hack ចូលទៅកាមេរ៉ាសុវត្ថិភាពរបស់អូតែនឹងឃើញសកម្មភាពទាំងអស់របស់ពួកគេបន្ទាប់មកហ្នឹង Vivik គេបានធ្វើឲ្យបែកធ្លាយនៅរូបភាពពួកគេពីរនាក់ទៅលើបណ្ដាញសង្គមអ៊ីនធឺណិតហើយពេលនឹងដែរដោយសារតែអ៊ុំនឹងគឺជាអ្នកដែលមានមុខមានមាត់គូសមដែរដោយសារតែគាត់នឹងជា user មានគេស្គាល់ច្រើនធ្វើឲ្យមានអ្នកកសាជាច្រើនបានមកចោមរោមសួរគេអំពីទំនាក់ទំនងគាត់នឹងជាមួយ Sam ប៉ុន្តែគាត់ថាគាត់នឹងជាមិត្តភក្តិទេឡើងមកយន្តហោះនឹងជួបគ្នាចៃដន្យកន្លែងនឹងធ្វើឲ្យ Sam គាត់ខូចចិត្តមិនតិចទេហើយ Sam គាត់បានទៅជួបម្ដាយនៅឯមន្ទីរពេទ្យប៉ុន្តែជាចៃដន្យ Vivik គេក៏នៅទីនឹងដែរហើយគេបាននិយាយលួងលោម Sam ទៀតហើយនិយាយលួងលោមផងសម្លុតផងឲ្យ Sam នឹងយល់ព្រមតាមសំណើរបស់គេដោយសារគេសំណើថ្មីគេចង់ដេកជាមួយនឹង Sam ម្ដងទៀតហើយឈុតតនៃរឿងយើងបានកាត់ទៅដល់ Vivik កំពុងតែបង្ខំឲ្យនារីម្នាក់ហ្នឹងគាត់បានស្លៀកពាក់ដូចជាមួយនឹង Sam ប៉ុន្តែពេលហ្នឹងដោយសារតែក្លិនខ្លួនហើយនឹងកាយវិការរូបរាងមិនដូចទៅនឹង Sam គាត់បានសម្លុតហើយបានច្បាច់កនារីម្នាក់ហ្នឹងហើយដេញនាងចេញពីបន្ទប់បាត់ទៅហើយក្រោយមកម្ដាយរបស់ Sam គាត់ក៏បានស្លាប់ហើយ Sam ក៏បានធ្វើបន់អីធម្មតាតាមនឹងទៅ Vivik គេក៏បានមកលួចមើលដែរហើយពេលហ្នឹងស្រាប់តែឃើញអូមជីឡានមកដល់មានទាំងអង្គរៈមានទាំងអីទៀតផងប៉ុន្តែពេលហ្នឹងត្រូវបាន Sam ស្ដីឲ្យ Sam និយាយថាឈប់ត្រូវការអូមឈប់អីចឹងស្ដីឲ្យមុខគេមុខឯងពេលហ្នឹងអូមគាត់រៀងខឹងដែរហើយគាត់ក៏បានដើរចេញពីកន្លែងហ្នឹងបាត់ទៅហើយ Vivik វិញគេក៏មិនរួចខ្លួនដែរឥឡូវនេះ Sam គាត់បានប្តឹងប៉ូលីសហើយប៉ូលីសនឹងក៏បានចូលទៅចាប់ Vivik ទៅដល់ condo ផងដែរធ្វើឲ្យលោកយាយគេនឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពេលទៅដល់កន្លែង office គេក៏បានឃើញណាមិនដឹងមានទាំងរ៉ូហានទៅជួយប្តឹងឲ្យ Sam ទៀតផងលោក Sam នឹងក៏បានគម្រាមទៅ Vivik ហើយថាណែដែរឯងមើលទៅមុខសុភាពប៉ុន្តែចេះ hack ចេះអីទៀតប៉ុន្តែ Vivik គេធ្វើដូចជាកូនក្មេងអត់ដឹងអីតទេសោះហើយពេលហ្នឹងដែរ Vivik គេបានសម្លឹងឃើញទូរស័ព្ទរបស់លោក Sam ធំហើយពេលហ្នឹងគេបានប្រាប់ទៅលោកប៉ូលីសម្នាក់ទៀតថាគេឃ្លានផឹកទឹកហើយគេបានឆ្លៀតពេលហ្នឹងយកទូរស័ព្ទហ្នឹងយកមក hack តែម្ដងអាកន្លែងហ្នឹងអត់យល់ដែរថាលោក Sam ធំសួរចម្លើយទៅចេញទៅហូបអីនៅខាងក្រៅណាធ្វើបង្ើយពេលដែលលោក Sam ធំមកវិញអង្គុយលងអឿមែនតើហើយបានសួរទៅ Vivik ថាណែដែរឲ្យព្រមសារភាពនៅហើយពេលហ្នឹង Vivik គេបាននិយាយសារភាពគេថាខ្ញុំលួចស្រឡាញ់ប្អូនជីដូនមួយបានស្នេហាស្នេហ៍ហឺតអីជាមួយប្អូនជីដូនមួយឈ្មោះអញ្ចេះឈ្មោះអញ្ចោះតាមពិតហ្នឹងគឺជារឿងរ៉ាវរបស់លោក Sam ផ្ទាល់ខ្លួនដោយសារតែគាត់ហ្នឹងលួចស្រឡាញ់ប្អូនគាត់អីចឹងណាហើយលោកប៉ូលីសម្នាក់ទៀតហ្នឹងគាត់ក៏ស្រឡាញ់ទៅលោក Sam ថាអាយ៉ាលួចស្រឡាញ់ប្អូនមកឲ្យគេដឹងអញ្ចឹងបែបនេះឥឡូវនេះ Vivik គេបាននិយាយគំរាមទៅលោក Sam វិញណាគេមានទឹកមាត់ឡែបវិញហើយក្រោយមកហ្នឹងលោក Sam ធំក៏បានទេទូរស័ព្ទទៅប្រាប់ Sam វិញប្រាប់ថា Vivik ហ្នឹងគឺគេអត់មានកំហុសអីទេខ្ញុំសួរចម្លើយខ្ញុំសួរអីហើយកញ្ញាអត់មានកំហុសអីទេគឺគេជាមនុស្សសុភាពរូបសារមកក្មេងល្អក្នុងសង្គម Sam វិញនាងពេលដែលលើលោក Sam និយាយអញ្ចឹងនាងហាក់ដូចជាមិនជឿតតែសោះថា Vivik អាចធ្វើបានអាចគេចអំពីប៉ូលីសបានទៀត
អញ្ចឹងហើយគេក៏បានមកតាក់ទងជាមួយនឹងរ៉ូហានឲ្យរ៉ូហានជួយហើយរ៉ូហានហ្នឹងគេក៏បានស្ម័គ្រចិត្តជួយផងដែរហើយនាងក៏បានប្រាប់រឿងរ៉ាវហ្នឹងមួយសន្ទុះក្រោយមកហ្នឹងមានមិត្តភក្តិគេតែមកប្រាប់ថាសែមឯងហ្នឹងផុសឲ្យគេនៅលើបណ្ដាញសង្គមអីដូចប្លែកៗម៉េះដូចជា depression អីចឹងឥឡូវនេះ account របស់សែមហ្នឹងត្រូវបាន Vivik ឲ្យខ្ទេចខ្ទីអស់ហើយឈុតបន្តហ្នឹងយើងកាត់ទៅដល់ Vivik វិញឥឡូវនេះត្រូវបានលោកយាយនឹងស្ដីឲ្យទៀតហើយតទៅជាមួយនឹងរឿងសញ្ញាបត្រគឺកិច្ចវេះរហូតលោកយាយកំពុងតែស្ដីឲ្យនឹងហើយកំពុងតែញ៉ាំបាយផងអីផងហ្នឹងក៏ស្រាប់តែរ៉ូហាននឹងចូលមកដល់ហើយបានចូលទៅវាយ Vivik ប៉ុន្តែក៏ត្រូវបានសន្តិសុខនៅក្នុង condo ហ្នឹងមកជួយកុំឲ្យពួកគេនឹងវាយគ្នាដោយសារតែរ៉ូហាននឹងគាត់ឆេវឆាវដែរគាត់ខឹងនឹង Vivik ដែលធ្វើបាបសែមខ្លាំងមែនទែនធ្វើបាបជីវិតនាងតាំងពីការងារតាំងពីជីវិតផ្ទាល់ខ្លួនឯវិកវិញគេសប្បាយចិត្តខ្លាំងមែនទែនហើយគេឌឺក៏មកតែសន្តិសុខមកតនក៏មិនដេករ៉ូហាហើយបន្តមកទៀតហ្នឹងយើងឃើញថាសែមនាងបានមកនិយាយគ្នាលេងជាមួយនឹងរ៉ូហាហើយបានស្នាក់នៅបន្ទប់ជាមួយនឹងរ៉ូហាផងដែរហើយពួកគេហ្នឹងក៏ចាប់ផ្ដើមស្រឡាញ់គ្នាពីហ្នឹងទៅលុះព្រឹកស្អែកឡើងគេក៏បានជួលអ្នកជំនាញខាង IT គេក៏បានអះអាងថាគេបកកាយខាងដំណោះស្រាយទៅជាមួយនឹង hacker អីចឹងហើយគេក៏បានទាញកុំព្យូទ័រមកដាក់ផ្លាប់វាផ្លាច់ហ្នឹងប៉ុន្តែពេលដែលវាឡើងវាចុះហ្នឹងក៏បានលេចមុខ Vivik ចេញមកនៅក្នុងកុំព្យូទ័រហ្នឹងតែម្ដងហើយ Vivik គេបាននិយាយថា Hello លបង IT កងលបងមានលុយប្រហែល100,000រូបហ្នឹងនឹងបាត់ម្ដង 10000រៀងរាល់1នាទីម្ដងអញ្ចឹងហើយលោក IT ហ្នឹងគាត់ក៏បានឆែកមើលកងរបស់គាត់ហើយឃើញបាត់ម្ដង 10000រូបរៀងរាល់នាទីអញ្ចឹងហើយគេក៏បានដាក់មេប្រូចទៅគេមិនអាចជួយអ្នកទាំងពីរហ្នឹងបានទេចំណែកឯសែមវិញនៅពេលដែលនាងបានជួបរឿងរ៉ាវទាំងអស់ហ្នឹងនាងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានណាដោយពាក្យចាស់លោកថាយើងតែងតែនិយាយថាបែកកម្មដ្ឋានណាអ្នកនរគ្នាពេលហ្នឹងនាងបានរត់ចេញអំពី condo ហ្នឹងហើយមានដូចជាឈួតចឹងនាងបានរត់ទៅចូលឡានចូលអីរត់តាមខ្នល់ឃើញកាមេរ៉ាខ្លាចហើយនាងបាននិយាយថាគ្មានសុវត្ថិភាពហ្នឹងគ្រប់ទីកន្លែងណាក៏គ្មានសុវត្ថិភាពដែរពេលដែលនាងរត់ទៅជួបកាមេរ៉ានៅក្នុងឡានកាមេរ៉ានៅលើភ្លើងស្តុបកាមេរ៉ានៅតាមហាងកាហ្វេកាមេរ៉ាអីហ្នឹងក៏នាងខ្លាចដែរជាចុងក្រោយនាងបានរត់ទៅជួបជាមួយនឹង Vivik គេក៏បាននិយាយថាបើសិនជានាងព្រមដេកជាមួយនឹងខ្ញុំនៅយប់ហ្នឹងឬក៏យប់ណាមួយនាងនឹងរួចខ្លួនប៉ុន្តែជាចុងក្រោយសែមនៅតែមិនព្រមហើយក៏បាននិយាយថាយើងនឹងបកមុខមាត់ពិតរបស់ឯងអាជនអាក្រក់អាជនកំហុសអីចឹងហើយឈុតបន្តនិស័យរឿង Vivik គេបានចូលទៅកន្លែងឃ្លាំងកន្លែង IT របស់គេហ្នឹងហើយគេបានតាមដានរាល់សកម្មភាពរវាងសែមហើយនិងរ៉ូហានជាមួយនឹងសែមគេបានចូលទៅហាងកាហ្វេហើយពិភាក្សាគ្នាអំពីរឿងដែលត្រូវចាត់ការ Vivik ពួកគេឆ្លាតដែរគេចូលមកដល់កន្លែងហាងដែលមានបើកនៅសំឡេងបាសខ្លាំងដែល Vivik មិនអាចស្ដាប់នៅពាក្យដែលពួកគេនិយាយទេហើយពួកគេបានចាប់ផ្ដើមតាមដានទៅលើ Vivik វិញម្ដងមិនឲ្យ Vivik តាមដានទេគេបានចូលទៅសាលាចូលទៅកន្លែងផ្សេងដើម្បីស៊ើបអំពីប្រវត្តិរបស់ Vivik ថាគេជាមនុស្សបែបណាជាចុងក្រោយរ៉ូហានបានថតនារីម្នាក់ដែលបានចេញចូលផ្ទះ Vivik ជាញឹកញាប់ដោយនាងអះអាងថានាងគឺជាមេផ្ទះប៉ុន្តែតាមការសង្ស័យរបស់សែមវិញដែលនាងធ្លាប់ធ្វើការទស្សនាវដ្តីឆ្នៃម៉ូដអីចឹងនាងបានដឹងថាម៉ូដកៅអៅនិងម៉ូដកាបូបដែលអ្នកបម្រើនៅក្នុងផ្ទះ Vivik ប្រើហ្នឹងគឺមិនមែនជារបស់ fake ទេចឹងបានន័យថាអ្នកដែលបម្រើនៅក្នុងផ្ទះ Vivik ហ្នឹងមិនមែនជាអ្នកបម្រើពិតប្រាកដនោះទេហើយពួកគេនឹងក៏បានចេញដំណើរទៅស៊ើបបន្តទៀតប៉ុន្តែនៅពេលដែលពួកគេទៅណានឹងត្រូវបាន Vivik តាមដានទាំងអស់ដោយសារតែមានទូរស័ព្ទចុងក្រោយនឹងសែមនាងក៏បានដឹងហើយក៏បានហុចទូរស័ព្ទឲ្យឡានមួយទៀតនឹងបើកទៅត្រង់ហើយនាងបានបើកកាច់មកVivik វិញគេមិនដឹងទេគេស្មានថាសកម្មភាពទាំងអស់ហ្នឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គេគិតថាគេនឹងឆ្លាតចំណែកឯរ៉ូហានហើយនិងសែមបានវិលត្រឡប់មក condo វិញរួចបានតាមដាននារីម្នាក់ដែលធ្វើការនៅក្នុងផ្ទះរបស់ Vivik ហ្នឹងដោយការសង្ស័យរបស់ពួកគេមែននារីម្នាក់ហ្នឹងបានហៅ Pass App ជីងហើយគេបានឡើងទៅដល់ផ្សារអីអន2នៅម្ដុំអីណាយើងកម្មកូនហ្នឹងហើយក៏បានដើរតាមពីក្រោយហើយក៏បានចូលទៅកន្លែងទិញកៅអៅមួយពេលហ្នឹងនាងក៏បានចេញមកហើយជាចុងក្រោយពួកគេក៏បានជួបគ្នាហើយបានអង្គុយសន្ទនាគ្នានារីម្នាក់ហ្នឹងគាត់បាននិយាយរឿងរ៉ាវប្រាប់ថានាងមិនមែនជាអ្នកបម្រើស្អីទេនាងគឺជាម្ចាស់ហាងហើយពេលដែល Vivik មកដាក់ពាក្យសុំធ្វើការងារដំបូងហ្នឹងគាត់បានប្រហែលក៏ទុកទូរស័ព្ទនៅចោលហើយត្រូវបាន Vivik hack ជាចុងក្រោយនាងក៏បានស្ម័គ្រចិត្តធ្វើអ្វីគ្រប់យ៉ាងតាមការចង់បានរបស់ Vivik ក្រោយពីបានរៀបរាប់រឿងផ្ទាល់ខ្លួនហើយគេក៏បានរៀបរាប់រឿងនិស្សិតកាលនៅសិក្សាផងដែរថាមានស្រីបន្តិចទេត្រូវបាន Vivik នឹងធ្វើស៊ីហើយនាងដោះកៅអៅដោះអីចឹងហើយ Vivik គេថតលេងយ៉ាងសប្បាយមកចោះក្អួតបន្តមកនារីម្នាក់ហ្នឹងគាត់ក៏បានលោតពីលើអាគារហ្នឹងសម្រាប់ខ្លួនបាត់ទៅក្រោយពីបានស្ដាប់រឿងរ៉ាវរបស់ Vivik ហើយពួកគេពីរនាក់ហ្នឹងក៏បានសម្រេចចិត្តថានឹងចាត់ការ Vivik វិញទាំងរ៉ូហានហើយនិងសែម
ឈុតបន្តយើងកាន់មកដល់ Vivek វិញគេបានទទួលទូរស័ព្ទអំពី Sam ប្រាប់ Vivek ថា brother អាចមកហូបបានហើយនៅអូតែលបន្ទប់លេខប៉ុណ្ណេះអីខ្ញុំឲ្យហូបពេលហ្នឹង Vivek គេក៏បានស្លៀកពាក់បាញ់ទឹកអស់បាញ់អីណាមកស្អាតហើយបានប្រាប់ទៅយាយថាយាយយប់នេះខ្ញុំអត់ហូបបាយនៅហ្នឹងឯងខ្ញុំទៅហូបនៅក្រៅចំណែកឯ Sam វិញឥឡូវនេះនាងបានស្លៀកពាក់យ៉ាងសិចស៊ីហើយបានត្រៀមហ្នឹងគឺមិនមែនត្រៀមអីទេគឺឲ្យរ៉ូហានហ្នឹងអង្គុយចាំនៅក្នុងឡានគេមានកាមេរ៉ាមានអីមានកុំព្យូទ័រចាំថតរាល់សកម្មភាពរបស់ Vivek ប៉ុន្តែ Vivek គេបានដឹងមុនផងដែរគេបានគោះទ្វាររ៉ូហានបើកទ្វារ Hello Bitch ពេលហ្នឹងគេក៏បានបាញ់ថ្នាំសន្លប់ទៅកាន់រ៉ូហានពេលហ្នឹងគេក៏បញ្ញាប់ចូលទៅក្នុងបន្ទប់អូតែរបស់ Sam ពេលចូលទៅដល់គេក៏មិននិយាយអីច្រើនដែរគេបានព្យាយាមប្រយ័ត្នរៀងខ្លួនគេគ្រាន់តែឆាតចង់និយាយអីគេឆាតចំណែកឯ Sam វិញនាងទុកចិត្តខ្លួនឯងដែរនាងស្មានតារ៉ូហានចាំថតរាល់សកម្មភាពមានណា Vivek គេបានហុចទូរស័ព្ទឲ្យ Sam មើលឃើញថារ៉ូហានបានសន្លប់បាត់ទៅហើយពេលហ្នឹងអ្វីៗគ្រប់យ៉ាងគឺចប់តែម្ដងចុងក្រោយ Sam ត្រូវបាន Vivek ចាប់យកទៅទុកកន្លែងឃ្លាំងគេហ្នឹងពេលដែល Sam ដឹងខ្លួនឃើញថាសូម្បីតែលោកយាយរបស់ខ្លួនឯងហ្នឹងក៏ Vivek ចាប់យកមកដែរគឺអបិនេះគឺខូខើមែនតើហើយគេបាននិយាយរឿងរ៉ាវប្រាប់ថាសកម្មភាពរបស់នាងត្រូវបានខ្ញុំតាមដានទាំងអស់មិនចង់ខ្លាំងអីទៀតSam គាត់ចាក់មនោគមដែរគាត់ថាទោះជាយ៉ាងម៉េចក៏មានកាមេរ៉ានៅក្នុងអូតែនឹងដែរគេនឹងចាប់រកមុខឯងឲ្យបាន Vivek ប៉ុន្តែ Vivek គេបានបញ្ចេញនៅជំនាញរបស់គេបានលុបរាល់រូបភាពទាំងអស់នៅពេលដែលគេបានដើរចូលអូតែលរួមទាំងបានចូលទៅក្នុងបន្ទប់របស់ Sam ផងដែរចុងក្រោយហ្នឹង Sam បានដើរចេញអំពីអូតែលជាមួយនឹង Vivek ហ្នឹងប៉ុន្តែគេបានលុបឲ្យ Sam ដើរចេញមកតែម្នាក់ឯងបន្ទាប់ពីលុបបានជោគជ័យហើយ Vivek គេមកបំរុងនឹងធ្វើស៊ី Sam ប៉ុន្តែត្រូវបាន Sam នឹងរើខ្លួនហើយក៏បានវាយតបគ្នានឹងជាមួយនឹង Vivek និយាយរួមទៅ Vivek គាត់មានតូចជាង Sam ហើយក៏ត្រូវបាន Sam នឹងវាយឡងទ្រមខ្លួនហើយ Sam នាងបានប្រាប់ថានឹងក៏ជាផែនការរបស់នាងដែរដោយសារតែគាត់ចង់ប្រើអាចជំនាញរបស់ Vivek ដែលបកកែហែកនឹងមកសម្រាប់ Vivek ខ្លួនឯងដែរ Sam ប្រើវិធីនេះដើម្បីឲ្យ Vivek នឹងលុបរូបគេចេញអំពីកាមេរ៉ាអញ្ចឹងបានន័យថា Sam អត់មានពាក់ព័ន្ធជាមួយនឹង Vivek ទេបានន័យថានាងចាំ Vivek នៅក្នុងអូតែលនឹងមកយប់ហើយ Vivek អត់មកទេអញ្ចឹងហើយនាងអាចសម្លាប់ Vivek បានដោយមិនមានជាប់ទោស Sam គាត់ក៏បានសម្លាប់ Vivek ចោលបាត់ទៅហើយគាត់ក៏បានយកថ្នាំនឹងមកជួយរ៉ូហានផងដែរឈុតបន្ត Sam ត្រូវបានប៉ូលីសឃាត់ខ្លួនហើយគាត់ត្រូវបានប៉ូលីសសាកសួរអំពីទំនាក់ទំនងនៅយប់ដែល Vivek ត្រូវបានគេសម្លាប់ប៉ុន្តែដោយឆាយកាមេរ៉ាសុវត្ថិភាពទៅឃើញថានាងមិនបានចេញអំពីអូតែលនៅយប់ហ្នឹងហើយឃើញថា Vivek នឹងមិនបានមករកនាងដូចគ្នាចំណែកឯលោកខ្សែ2នាក់នេះវិញមានម្នាក់ហ្នឹងគាត់នៅតែសង្ស័យ Sam ដដែលប៉ុន្តែដោយសារมันមានផុសតាងគ្រប់គ្រាន់អញ្ចឹងហើយប៉ូលីសក៏បានដោះលែងនាងមកវិញហើយរ៉ូហានគេក៏បានចាំនៅខាងក្រៅហើយពួកគេក៏បានដើរចេញទៅហើយពួកគេក៏បានរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយហើយរឿងរបស់យើងក៏បញ្ចប់ត្រឹមនឹងទេអរគុណអ្នកទាំងអស់គ្នាច្រើនដែលបានមើលវីដេអូហ្នឹងតាំងពីដើមដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយបាយបាយ